ក្នុងសង្គមការងារបច្ចុប្បន្នមានការផ្លាស់ប្ដូរនិងការប្រកួតប្រជែងកាន់តែខ្លាំងការចាប់យកឱកាសគឺជាជំហានដំបូងនៃការអភិវឌ្ឍខ្លួនស្ត្រីដែលចង់ក្លាយជាបុគ្គលិកឆ្នើមអ្នកគ្រប់គ្រងនិងអ្នកដឹកនាំត្រូវមានចំណុចសំខាន់ៗដូចខាងក្រោម 1. ស្វែងរកឱកាសនិងចាប់យកតាមកលៈទេសៈការចាប់យកឱកាសមិនមានន័យថាក្លាយជាអ្នកដឹកនាំភ្លាមៗនោះទេប៉ុន្តែជាឱកាសសម្រាប់ការអភិវឌ្ឍសមត្ថភាពបង្ហាញចំណេះដឹងថ្មីៗស្ត្រីដែលយល់ឃើញថាឱកាសគឺជាប្រព័ន្ធនាំចូលនៃការអភិវឌ្ឍខ្លួននិងមានភាពរឹងមាំមានទំនុកចិត្តក្នុងការបំពេញតួនាទីបានយ៉ាងល្អទី2ក្លាយជាបុគ្គលិកឆ្នើមការបង្ហាញពីភាពស្មោះត្រង់ទំនាក់ទំនងល្អនិងការងារដែលមានគុណភាពខ្ពស់គឺជាចំណុចសំខាន់ដែលធ្វើឲ្យស្ត្រីក្លាយជាបុគ្គលិកឆ្នើមវាជាចំណុចដំបូងនៃការទទួលបានឱកាសដើម្បីឡើងតំណែងនិងការទទួលស្គាល់នៅក្នុងកន្លែងការងារ 3. អភិវឌ្ឍជំនាញគ្រប់គ្រងការលើកកម្ពស់ទៅជាអ្នកគ្រប់គ្រងត្រូវការជំនាញដូចជាការគ្រប់គ្រងពេលវេលាការទំនាក់ទំនងជាក្រុមនិងការសម្រេចចិត្តយ៉ាងវៃឆ្លាតស្ត្រីដែលបង្កើនសមត្ថភាពគ្រប់គ្រងនេះបាននឹងអាចដឹកនាំក្រុមធ្វើឲ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលខ្ពស់ 4. ក្លាយជាអ្នកដឹកនាំមិនត្រឹមតែបញ្ជាឬកំណត់តួនាទីនោះទេប៉ុន្តែគឺជាអ្នកជំរុញនិងផ្ដល់កម្លាំងចិត្តដល់ក្រុមស្ត្រីដែលចាប់យកឱកាសលើកកម្ពស់ខ្លួនឯងនិងអ្នកដទៃនឹងក្លាយជាអ្នកដឹកនាំគំរូដូច្នេះឱកាសកាន់តែមានតម្លៃសម្រាប់ស្ត្រីដែលមិនភ័យក្នុងការតស៊ូការសាកល្បងបង្ហាញចក្ខុវិស័យថ្មីៗដោះស្រាយបញ្ហានិងធ្វើឲ្យស្ត្រីកាន់តែមានឥទ្ធិពលគួរឲ្យគោរព